ក្មេងដែរអញ្ចឹងក៏បាទគង់គាបាទត្រូវការពេលវេលាបន្ថែមទៀតបាទនៅក្នុងការស្វែងរកគេឈ្មោះបាទក៏ដូចជាខ្សែក្រវ៉ាត់ហ្នឹងនៅគូមិត្តភាពអន្តរជាតិកម្ពុជារងទឹកទី1 round 1បាទសូមជូនទស្សនាបាទការប្រកួតគូមិត្តភាពបាទអន្តរជាតិកម្ពុជារងបាទគូទី1បាទបង្គោលក្រហមសែនគង្គាបាទបង្គោលខៀវបាទមូហាម៉ាត់បាទការពុតមានចំនួន5ទឹកបាទបិទគុំគីឡូដាក់គ្នាទៅវិញទៅមកបាទគីឡូឆ្វេងមួយបាទមូហាម៉ាត់ព្យាយាមដោះខ្លួនឲ្យឆ្លើយបាទបបទៅជើងស្ដាំបាទវាយឆ្វេងចេញពីគង្គាបាទគង្គាដើរចូលទៅមួយបាទជុំជើងបាទធាក់មកជើងស្ដាំបាទរងជាប់ពីកីឡាកររបស់រងបច្ចាក់ស្ដាំសងវិញចូលពោះបាទគង្គាបាទឆ្វេងឆ្លាតបិទឆ្វេងស្ដាំបាទធាក់មកជើងឆ្វេងបាទកីឡាករអេរ៉ុនបាទគេដាក់ដៃជាសញ្ញាបាទធាក់បាញ់វិញចំកន្លែងហានគាត់បាទធាក់ទៅមកបាទឆ្វេងអត់ពីគុំស្ដាំបាទចាប់កាច់បកបាទលោកអញ្ញាក្រៅក៏ចាប់ពីក្នុងគ្រីញែកចេញពីសិនបាទកម្រួលបកាចង់ព្រៀនបាទពុំដល់ទៀតបាទបិទគុំដើរចូលពីគង្គាដើរចូលទៅមួយមើលលើមើលក្រុមចាប់មកជើងឆ្វេងទាត់ស្ដាំបាទដើរចូលទៀតបាទទាត់ស្ដាំមកជើងទៀតពីគង្គាគង្គាដើរចូលទៀតបាទឆ្វេងយល់មុខបាទក៏លាស់មកជើងស្ដាំបាទចូលពីគេបាទធាក់មកជើងស្ដាំសងវិញមកស្ដាំម្ដាយបាទដាក់មកជើងស្ដាំពីជើងស្ដាំអីអូយបាទ គាត់ចូលកលាក់ជើងមកលើមូហាម៉ាត់បាទគាត់អង្គុយមកកន្លែងសិនមកយ៉ាងណារាប់ដល់6 7 8 9 10បាទទឹកទី1ចប់សឹកគ្រប់ត្រឹមនេះឯងបាទចូលរួមសោកស្ដាយផងមូហាម៉ាត់ខេរីអើយបាទខ្ញុំមើលរូបភាពយឺតភាសាទៀតបាទមកជើងស្ដាំបាទចូលកលាក់ជើងខាងឆ្វេងបាទរបស់កីឡាករបង្គោលខៀវបាទមិនមែនមកជើងនេះគឺ2ជើងឯនោះបាទ2ជើងទូននេះបាទឥឡូវនេះកីឡាករបង្គោលខៀវហាត់ខេរីបាទគាត់ងើបមិនទាន់រួចនៅឡើយទេបាទរូបភាពយឺតភាសាទៀតដើម្បីធ្វើការបញ្ជាក់ជូនបាទរូបភាពយឺតបាទស្វែងពីការប្រកួតបាទត្រឹមតែមួយទឹកតែប៉ុណ្ណោះបាទកីឡាករសាទរភាពបានយកឈ្នះដៃគូតែម្ដងការទាត់មិនដឹងថាទម្ងន់ប៉ុណ្ណាទេតែគឺពិតជាធ្វើឲ្យកីឡាករអ៊ីរ៉ង់ពិបាកទប់មែនទេនេះបាទមួយជើងដោយតាមជើងគង្គាអូឆ្នេះជ័យជំនះបានទៅលើកីឡាករគុណខ្មែរបង្គោលក្រហមសើមគង្គា